នៅក្នុងខេត្តពោធិ៍សាត់សោះអត់ដែលបានទៅលេងសោះបងប្អូនឃើញចដៅខ្ពស់ខ្ពស់អញ្ចឹងមិនមែននៅក្នុងខេត្តគេផ្សេងឬក៏នៅប្រាសាទណាណាគឺនៅក្នុងខេត្តពោធិ៍សាត់យើងនៅស្រុកកកខេត្តពោធិ៍សាត់យើងនឹងតែម្ដងគេហៅថាតំបន់ភ្នំកាច់ចង្កូតបុរីហើយជាកន្លែងដែលចាស់ចាស់គាត់ទៅរកទីស្ងប់ស្ងាត់ដូចជាមានការវិបស្សនាធម៌អីចឹងណាបងប្អូនហើយផ្លូវចូលទៅគឺលក្ខណៈពីផ្លូវជាតិលេខ5ទៅប្រហែលជាចូលជិត20គីឡូបងប្អូនបានទៅដល់ភ្នំនោះហើយថ្ងៃនេះគឺឡើងចដៅដាច់ផ្ងាតែម្ដងបងប្អូនឃើញចដៅខ្ពស់ខ្លាំងមែនទែនតែពួកខ្ញុំនៅតែស៊ូសានឡើងបានមើលយីម៉ាប់និយាយពីដើរក៏ប៉ុន្តែគាត់ស៊ូបានទៅដល់កន្លែងហ្នឹងហ្មងបងប្អូនឃើញមនុស្សច្រើនទេឡើងទៅតំបន់ទេសចរក្នុងស្រុកយើងនិយាយទៅពីច្រើនក៏ប៉ុន្តែយើងមិនសូវជាបានឃើញអញ្ចឹងណាបងប្អូនដោយសារតែយើងអត់សូវបានដើរលេងដោយសារតែយើងអត់សូវបាន follow នៅ page តំបន់ទេសចរខ្លះអញ្ចឹងទៅឥឡូវនេះខ្ញុំមកនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកកំសាន្តនៅភ្នំចង្កូតបុរីកាច់ចង្កូតបុរីនេះតែម្ដងនិយាយទៅខ្ញុំមកធ្វើដំណើរចេញពីស្រុកភ្នំក្រវាញទៅនៅម៉ោង9ព្រឹកអញ្ចឹងទៅអមដំណើរជាមួយនឹងយាយជាមួយនឹងប្រសក់ដែរប្រសងផងដែរបងប្អូនសំទោសហើយដំណើរហ្នឹងវារៀងប្រភេទប្រផាត់បន្តិចហើយដោយសារគិតភ្លាមរៀបចំប្រមូលគ្នាចេញដំណើរភ្លាមអញ្ចឹងបងប្អូននៅពេលដែលយើងឡើងទៅដល់តង់ទី1បងប្អូនឃើញទឹកធ្លាក់ទឹកអីយ៉ាងស្អាតហើយគេមានបើសិនជាបងប្អូនមានសម្ភារៈអីច្រើនអញ្ចឹងគេបញ្យួរតាមអាកត្រកហោះនោះអាកត្រកគេហៅអាកត្រកយោងហើយខ្ញុំមិននឹកស្មានថានៅក្នុងខេត្តពោធិ៍សាត់យើងមានកន្លែងតំបន់ទេសចរស្អាតអញ្ចឹងឯងបងប្អូនអើយស្អាតខ្លាំងមែនទែនហើយល្បីដល់ខេត្តគេផ្សេងនៅថ្ងៃដែលខ្ញុំទៅគឺជាថ្ងៃសៅរ៍ទី28ខែ6យើងនេះហ៎បងប្អូនទៅជួបម៉ែមកពីខាងកំពង់ចាមព្រៃវែងអីមកច្រើនណាស់ហើយគាត់សិតតែដាក់សម្ភារៈមកហូបចុកអីហ្នឹងណាបងប្អូននៅពេលដល់ដំណាក់ទី1យើងចង់ទិញអីញ៉ាំទិញទឹកត្រជាក់ទិញអីញ៉ាំហើយយើងក៏បន្តដំណើរទៅលើទៀតទៅកន្លែងកំពូលភ្នំតែម្ដងបងប្អូនតែធ្វើដំណើរដោយជើងផ្ទាល់ក៏បានវាមានចម្ងាយប្រហែលជា3គីឡូហើយបើសិនជាយើងជិះគោយន្តវិញគឺក្នុងមួយគោយន្តហ្នឹងជិះបានជាង10នាក់ដែរហើយគាត់អត់បានយកលុយអីទេគោយន្តហ្នឹងស្រេចតែយើងមានទឹកចិត្តសទ្ធាជូនគាត់អញ្ចឹងជូនថ្លៃសាំងគាត់ម្នាក់2-3000ទៅសរុបមកគោយន្តវា2-30000ដែរអញ្ចឹងណាបងប្អូនហើយនៅពេលដែលបានទៅដល់កំពូលភ្នំបងប្អូនឃើញទេសភាពគឺស្រស់ស្អាតមែនទែនហាក់បីដូចជាយើងនៅលើយន្តហោះអញ្ចឹងណាបងប្អូននិយាយពីខ្យល់អាកាសវិញល្អបរិសុទ្ធណាស់ហើយខ្ញុំសួរលោកយាយដែលមកពីខេត្តផ្សេងគឺគាត់មកវិបស្សនាធម៌បានន័យថាសក្រមភាវនាសមាធិអីអញ្ចឹងណាអ្នកខ្លះមួយអាទិត្យអ្នកខ្លះ4ថ្ងៃ5ថ្ងៃអីអញ្ចឹងបានត្រឡប់ទៅខេត្តរៀងខ្លួនវិញហើយនៅក្នុងវីដេអូនេះសូមចែករំលែកអារម្មណ៍សប្បាយផងបងប្អូនអើយពិតជាសប្បាយខ្លាំងមែនតើនៅក្នុងខេត្តពោធិ៍សាត់យូរហើយល្បីយូរហើយលើកន្លែងហ្នឹងថាមានមនុស្សមកច្រើនអញ្ចឹងមកលេងច្រើនខ្ញុំអត់ដែរបានទៅដល់ពេលថ្ងៃនេះគិតគ្នាភ្លាមចេញទៅជាមួយព្រះចៅអធិការនៅវត្តព្រះខ្លុងហ្នឹងលោកហៅថាតោះជូនអាត្មាទៅបដ ாய் ចង់គិតគ្នាភ្លាមធ្វើមកហូបដាំបាយអីភ្លាមទៅតែម្ដងនិយាយទៅគឺលក្ខណៈថាដំណើរតាន់ហន់ហ្មងណាបងប្អូនក៏ប៉ុន្តែសប្បាយមែនតើតែម្ដងគឺចេញដំណើរទៅនៅម៉ោង8ព្រឹកជិត9ព្រឹកហើយដល់ពេលទៅដល់កន្លែងនោះម៉ោងជាចូលជិត12 11កន្លះហើយក៏បានអត់ប្រសងឆាន់ចង្ហាន់តាមផ្លូវចឹងណាប្រគេនចង្ហាន់តាមផ្លូវតែម្ដងសប្បាយម្យ៉ាងដែរតើបងប្អូនដំណើរកំសាន្តបែបនេះហ៎ហើយនិយាយពីយាយវិញអើយដូចយើងម៉ាប់មិញខ្ញុំគិតថាគាត់ឡើងទៅអត់រួចទេពេលណាឡើងទៅដល់សុំទឹកមុនទឹកអីតាមអបិយជំនឿរបស់បងប្អូនទាំងអស់គ្នាចឹងណានេះនៅលើកំពូលភ្នំបងប្អូនមើលទៅក្រោមមើលឃើញដូចនៅលើយន្តហោះចឹងណាបងប្អូននៅលើកំពូលភ្នំគឺលក្ខណៈថាមានប្រាសាទមានអីគាត់សាងសង់ហើយគេកំពុងតែសាងសង់បន្តទៀតចឹងណាបងប្អូនអើយហើយក៏បានថតរូបអនុស្សាវរីយ៍ជាច្រើនទៀតលេងមកសន្ទុះធំបានត្រឡប់មកវិញហើយដោយសារតែមានភ្លៀងផ្គរអីបន្តិចទៀតទៅអញ្ចឹងណាធ្វើឲ្យរាំងស្ទះហើយក៏យើងឈប់ច្រកប្រហែលជា20នាទីបានស្រាប់ទៅវិញហើយแล้วក៏ធ្វើដំណើរចុះមកវិញបងប្អូនឃើញនេះជិះអាកូយន្តបែបអញ្ចឹងណាយើងត្រឡប់ចុះមកវិញខ្ញុំគិតថាប្របួលលោកយាយថ្ងៃណាមួយគិតគ្នាថាទៅគេឲ្យបាន2យប់អីចឹងណាយើងដាក់ស្បៀងដាក់អីទៅអញ្ចឹងទៅធ្វើចង្ហាន់បួសដើម្បីគេហៅថាធ្វើអារម្មណ៍ឲ្យស្ងប់ចឹងណាហើយនៅពេលដែលត្រឡប់មកក្រោមវិញនាំគ្នាអង្គុយសម្រាប់អ្នកខ្លះក៏ញ៉ាំមីកំប៉ុងអ្នកខ្លះក៏ញ៉ាំកាហ្វេអីចឹងទៅបងប្អូនតែសូមជម្រាបបងប្អូនយើងញ៉ាំកាហ្វេគឺគេអាចបានយកលុយទេញ៉ាំកាហ្វេកញ្ចប់ហ្នឹងគឺគាត់ free ជូនតែម្ដងហើយក៏សូមអរគុណទៅដល់អ្នកនៅចាំកន្លែងនោះផងដែរបានដាំទឹកក្តៅទុកសម្រាប់បងប្អូនយើងញ៉ាំកាហ្វេទាំងអស់គ្នាពួកខ្ញុំបានសម្រាប់ញ៉ាំអីទិញទួចហើយនាំគ្នាធ្វើដំណើរចុះមកក្រោមវិញឯងបងប្អូនអើយមកចុះមកវិញហ្នឹងគឺមានលក្ខណៈមានកម្លាំងព្រឹសតែម្ដងខ្លះខ្លំដោយសារទីមួយហ្នឹងភ្លៀងវារៀងត្រជាក់ចឹងណាបងប្អូនហើយជាពីថាសប្បាយអត់ឧបមាតែម្ដងខ្ញុំសង្ហែងពីអារម្មណ៍ពិតរបស់ខ្ញុំហ្មងគ្រាន់តែឃើញចដៅចង់ខ្លាចហ្មងណាបងប្អូនក៏ប៉ុន្តែទោះជាយ៉ាងណាអារម្មណ៍ដែលសប្បាយហើយត្រឡប់មកផ្ទះគឺអត់បញ្ហាតែម្ដងហើយបងប្អូនឃើញខ្ញុំសរសើរមែនទែនអ្នកដែលកសាងនៅទីនោះគឺបានរកគំនិតច្នៃប្រឌិតហើយបងប្អូនបើសិនជាទៅដល់កន្លែងនោះខ្ញុំឲ្យពិន្ទុ10 លើ 10គឺបងប្អូនសប្បាយក្នុងការថតរូបហើយស្រស់ស្រាយនិយាយពីប្លង់ថតរូបវិញគឺច្រើនហើយស្អាតមែនទែនចាំមើលថ្ងៃណាមួយនាំគ្នាមានឱកាសនឹងទៅម្ដងទៀតចឹងណាបងប្អូនអ្នកក្នុងខេត្តពោធិ៍សាត់យើងទៅជួយគ្រប់គ្រងកន្លែងនោះផងណាបងប្អូនគឺសប្បាយមែនទែនបងប្អូនចង់ទៅទីស្ងប់ឬក៏ទៅមានលក្ខណៈថាវិបស្សនាធម៌ឬក៏ទៅសមាធិអីមានកន្លែងនោះគឺមិនចាប់មានកន្លែងសម្រាប់អីមិនចាប់បងប្អូនអាចទៅសម្រាប់ពីប្រយោគអីបានមួយអាទិត្យអីក៏បានដែរខ្ញុំសួរហើយកន្លែងនោះហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់អរគុណ